បាទសួស្តីបងប្អូនអ្នកស្នេហា VC ឡាជួបគ្នាម្ដងទៀតហើយជាមួយនឹងកម្លាំងខ្យល់ហាត់អាម៉ានបាទនេះមានទទួលបានអវ៉ាន់ជួសជុលមួយបងប្អូនបាទអវ៉ាន់នេះគាត់ទិញយកទៅពីខ្ញុំគឺយូរហើយបងប្អូនបាទបើមិន3ឆ្នាំក៏4ឆ្នាំដែរបងប្អូនគាត់ចូលទៅប្រើហ្នឹងគឺយូរហើយគាត់ឧស្សាហ៍លេងបងប្អូនដោយសារគាត់ជាគាត់អត់ត្រែទៅគាត់អត់មានពេលបានធ្វើទៅបានតែធ្វើការអញ្ចឹងទៅគាត់ឧស្សាហ៍បានដើរលេងអញ្ចឹងណាបងប្អូនបាទហើយគឺអត់ដែលធ្លាប់ខ្ញុំមកជួសជុលទេបងប្អូនបាទនេះហើយពេលនេះវាខូចហើយបងប្អូនបាទដល់អាយុកាលវាហើយបាទដូចស្បែកហ្នឹងគឺវារឹងស្រួយហ្មងបងប្អូនបាទវាអត់មានចិត្តយឺតដូចបន្តិចទេគឺរួយមកស្រួយហ្មងគ្រាន់តែបេះមិនប៉ះបន្តិចបែកផុសហ្មងបាក់ហ្នឹងហើយឃើញមានស្នាមដោះដែរបងប្រហែលជាគាត់ដោះមើលខ្លួនឯងណាដោះមើលខ្លួនឯងដោយសារមួយរយៈហ្នឹងគឺខាង Telegram ខ្ញុំគឺវាមានបញ្ហាអញ្ចឹងទៅតាក់ទងមកអត់បានគាត់ដោះមើលខ្លួនឯងនេះឃើញមានស្នាមដោះឃើញអីដែរបាទហើយក្រោយមកគាត់តាក់ទងមកខ្ញុំបានអញ្ចឹងទៅបានគាត់ផ្ញើមកឲ្យមកទី1សង្កេតឃើញគឺស្បែកវាស្រួយបងបាទកាក់អត់មានបញ្ហាទេកាក់បាទម៉ូទ័រម៉ាស៊ីនអីដើរធម្មតាហើយប្រេងម៉ាស៊ីនអីគឺមានធម្មតាប្រេងគាត់តបដាក់ថ្មីទៀតបាទបញ្ហាវាមានបញ្ហាតែស្បែកមួយហើយទី2គឺវាបាត់ស្លាពេបងបាទខ្ញុំបញ្ជាក់ត្រង់កន្លែងនេះបន្តិចបងដែលមិនដឹងគឺគាត់មិនយល់ទេបាទម៉ូទ័រប្រភេទនេះមិនមែនមានតែស្បែកមួយមុខទេណាបងបាទអញ្ចឹងវាមានតែស្លាពេសម្រាប់បើកខ្យល់ឲ្យវាចាញ់ចូលចាញ់វាចាញ់តែវាមិនអាចចូលត្រឡប់មកវិញណាបងបាទទៅបើវាមានសម្ពាធវាខ្លាំងធ្វើឲ្យយើងអាចបញ្ចូលទៅក្នុងអវ៉ាន់បានណាវាមិនមែនប្រភេទពោដូចម៉ូទ័រឡានម៉ូទ័រម៉ូតូទេបាទបើម៉ូទ័រម៉ូតូម៉ូទ័រឡានគឺមានតែខ្យល់ចេញខ្យល់ចូលបានដូចគ្នាបាទចានេះអត់ទេអានេះគឺវាមានខ្យល់ចេញមកតែវាអត់អាចចូលមកវិញបានអញ្ចឹងណាកាលណាទៅវាមានខ្យល់ចូលមកវិញបានគឺវាមានខ្យល់ចេញតាមនេះហើយបងនេះចេញតាមនេះខ្លាំងអាហ្នឹងគឺបញ្ហាស្លាបពេហើយបងបាទអញ្ចឹងយើងដោះដូរស្លាបពេចោលទៅឃើញថាវ៉ាន់ហ្នឹងអាចប្រើបានវិញបាទឥឡូវខ្ញុំតេស្តសាកល្បងឲ្យមើលបាទម៉ូទ័រសងខាងទៅបាទខ្ញុំសូមធ្វើតែប៉ុណ្្នឹងចុះនេះវាមានខ្យល់ចេញតាមទយោបងបាទចេញតាមទយោតិចតែនេះអត់បញ្ហាធំទេនេះខ្ញុំអាចដោះដូរទៅវាជិតវិញនេះខ្ញុំអត់បានដោះដូរទាំងអស់ណាអញ្ចឹងអវ៉ាន់ហ្នឹងមានតែប៉ុណ្ណឹងសម្រាប់បងប្អូនដែលមានបញ្ហាចងល់ចង់សាកសួរបន្ថែមអាចតាក់ទងតាមនេះបានបាទ Facebook កម្លាំងខ្យល់ហាន់អាម៉ានហើយ Telegram 09784975គាត់បាទអរគុណច្រើនកុំភ្លេចចុច like ចុច Subscribe អ្នកមួយផងបាទអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយបាយបាយ